តើពិតជាល្បិចសាច់កម្មមែនឬបើបងប្អូនបានមើលនឹងដឹងការពិតចូលបងប្អូនពលរដ្ឋក្នុងនិងក្រៅប្រទេសពិនិត្យមើលសកម្មភាពនៃឆាកល្ខោនមួយឈុតនេះដែលអ្នកតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិខ្លួនឯងរៀបចំសម្ដែងដ៏ប៉ិនប្រសប់ដើម្បីបំភាន់ភ្នែកគេមុននឹងយើងខ្ញុំបង្ហាញអំពីឈុតឆាកទាត់ធាក់នេះខ្ញុំសូមការអនុញ្ញាតទាញអារម្មណ៍បងប្អូនងាកថយក្រោយបន្តិចគឺចាប់តាំងពីវេលាម៉ោងប្រមាណ 7 ព្រឹកមកម្លេះក្រុមបាតកោចម្រុះដែលគេដឹងថាភាគច្រើនជាប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញបានមកប្រមូលផ្ដុំគ្នានៅខាងមុខមន្ទីររដ្ឋសភាជាតិដោយមានកាន់បដាជាច្រើនផ្ទាំងក្នុងនោះសរសេរអក្សរថាកឹមសុខាត្រូវតែចុះចេញពីតំណែងអនុប្រធានរដ្ឋសភាជាបន្ទាន់កឹមសុខាជាមនុស្សក្រឡិចក្រឡុចមនុស្សភូតកុហកក្រឡិចក្រឡុចពឹសពុលដោយកឹមសុខាមិនអាចធ្វើជាអនុប្រធានរដ្ឋសភាបានទេយើងខ្ញុំជាបាតកោអហិង្សាទាមទារឲ្យកឹមសុខាចុះចេញពីតំណែងអនុប្រធានរដ្ឋសភាហើយនឹងមានបដាតូចៗជាច្រើនផ្ទាំងទៀតជាមួយនឹងការស្រែកទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងដូចជាពាក្យកឹមសុខាអើយចុះចេញទៅជាដើមក្រុមបាតកោប្រមាណ 7,500 នាក់បានបញ្ចប់ការតវ៉ានៅខាងមុខរដ្ឋសភាជាតិនៅវេលាម៉ោងប្រមាណ 11 ព្រឹកបន្ទាប់ពីអ្នកតំណាងរាស្ត្រនៃគណៈបកដែលមានអាសនៈក្នុងរដ្ឋសភាបានចេញមកទទួលញត្តិពីប្រជាពលរដ្ឋបន្ទាប់មកក្រុមបាតកោអហិង្សាទាំងអស់នោះក៏បានបំបែកវងចេញអស់ពីខាងមុខរដ្ឋសភាឆ្ពោះទៅកាន់គោលដៅផ្សេងទៀតហើយដែលគេដឹងថាក្រុមបាតកោទាំងនោះទៅប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខភូមិគ្រឹះរបស់លោកកឹមសុខាដែលស្ថិតនៅខណ្ឌទួលគោកឯណោះហើយក្នុងពេលដំណើរគ្នានោះគេក៏បានឃើញរថយន្តរបស់អ្នកតំណាងរាស្ត្រជាច្រើនបានបើកចេញពីរដ្ឋសភាឆ្ពោះទៅកាន់គេហដ្ឋានរៀងៗខ្លួនបន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំនៅខាងក្នុងរដ្ឋសភារួចមកប៉ុន្តែសួរថាហេតុអ្វីបានជានៅមានអ្នកតំណាងរាស្ត្របកប្រឆាំងមួយចំនួនមិនទាន់ចាកចេញពីរដ្ឋសភាដែលពួកគេបង្អូសពេលវេលារហូតដល់ម៉ោងជាង 12 ទើបបើកឡានចេញពីទីនោះខណៈដែលនៅខាងមុខរដ្ឋសភាមានសភាពស្ងាត់ជ្រងំពីព្រោះតែក្រុមបាតកោបានចេញអស់ពីទីនោះជាង1ម៉ោងទៅហើយបញ្ហានេះបាននាំឲ្យមានមន្ទិលសង្ស័យជាច្រើននៃហេតុការណ៍នៃអំពើហិង្សាដែលបានកើតឡើងទៅលើលោកគង់សភានិងលោកញយចម្រើនតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលស្ថិតនៅខាងក្រៅសាច់រឿងនៃបាតកម្មកាលពីព្រឹកកន្លងទៅគឺវងបាតកោមិនបានលើកឡើងពាក់ព័ន្ធអ្នកតំណាងរាស្ត្រទាំងពីររូបនេះសូម្បីតែមួយម៉ាត់ហេតុអ្វីបានជាមនុស្សមួយក្រុមលេចមុខចេញមកពីណាហើយបើតាមប្រភពព័ត៌មានពីអ្នកនៅកន្លែងកើតហេតុបានឲ្យដឹងថាក្រុមមនុស្សទាំងនេះគឺជិះរថយន្តកូរ៉េ2គ្រឿងពណ៌សមកហើយចុះពីលើរថយន្តនោះស្របពេលដែលរថយន្តរបស់លោកគង់សភានិងលោកញយចម្រើនចេញមកជាបន្តបន្ទាប់ហាក់ដូចជារៀបចំនឹងលេងម៉ោងពេលវេលាគ្នាយ៉ាងច្បាស់លាស់ឥឡូវនេះយើងពិនិត្យមើលហេតុការណ៍ជាក់ស្ដែងវិញម្ដងសូមបងប្អូនពិនិត្យសកម្មភាពមួយលោកគង់សភាជិះរថយន្តទំនើបនិងបើកចេញមកយឺតហើយរថយន្តនោះមិនចាក់សោទ្វារទៀតបែរជាឈប់និងផ្ដល់ឱកាសឲ្យមនុស្សមួយក្រុមទៅបើកទ្វារនិងទាញលោកគង់សភាតាមសម្រួលចុះពីលើឡាននៅពេលលោកគង់សភាត្រូវបានទាញទម្លាក់ពីលើរថយន្តមានថង់ខោអាវមួយថង់ធំនិងសម្ភារៈមួយចំនួនធ្លាក់មកជាមួយហាក់ដូចជាសម្រួលការធ្លាក់កុំឲ្យដួលត្រូវក្បាលនិងត្រូវថ្មកៅស៊ូអញ្ចឹងលោកគង់សភាជាមនុស្សពេញកម្លាំងនៅពេលគេទាញទម្លាក់ដូចជាផ្ដួលខ្លួនតាមសម្រួលមិនមានការតដៃនិងឲ្យគេវាយតាមចិត្តហាក់ដូចជាគាត់ជាមនុស្សពិការខ្វិនដៃជើងហើយបើតាមដឹងលោកគង់សភានេះជាមនុស្សមានសុខភាពរឹងមាំនិងជើងខ្លាំងខាងវាយតប់ទៀតផងថែមទាំងមានអត្តចរិតនៃការប្រើពាក្យសម្ដីថ្លោសមិនសូវខ្លាចដល់ឯងចិត្តអ្នកណាទៀតផងអញ្ចឹងបើពិនិត្យលើសកម្មភាពនៃការផ្ដួលខ្លួនតាមដំណើរនេះគឺពិតជាមានការរៀបចំទុកជាមុនឥឡូវយើងទស្សនាបន្តទៀតវាកាន់តែចម្លែកនិងសង្ស័យបំផុតនោះគឺក្រុមអ្នកព្រួតវាយទាំងនោះដូចជាមានការណែនាំពីអ្នកណាមួយឬអាចនិយាយបានថាលោកគង់សភាផ្ទាល់តែម្ដងប្រាប់ថាកុំវាយយូរពេកទើបបន្ទាប់ពីសកម្មភាពទាត់ធាក់ហើយក៏ពួកគេដកថយទៅឈរជិតនោះហើយនៅពេលកំពុងគេព្រួតវាយតប់តែកងឡានមិនចេញមកជួយទេប៉ុន្តែនៅពេលភ្លាមនោះក្រុមអ្នកវាយធ្វើដូចជាដកថយទើបឃើញតែកងឡានចេញមកលើកលោកគង់សភាដាក់បញ្ចូលក្នុងរថយន្តអង្គុយខាងក្រោយនៅពេលតែកងឡានលើកលោកគង់សភាចូលឡានហើយមិនព្រមបើកចេញទេបែរជាបង្អែបង្អង់ត្រេត្រស្រាប់តែគេឃើញក្រុមនោះក៏មកទាញលោកគង់សភាទម្លាក់ចុះពីលើរថយន្តម្ដងទៀតហើយព្រួតគ្នាវាយទៀតអាចថាលើកមុនសម្ដែងវានៅស្ទើរទើបម្ដងនេះដាក់រៀងខ្លាំងបន្តិចដូចគ្នានឹងឈុតមុនដែរនៅពេលគេព្រួតវាយ
តៃកុងមិនមកជួយទេប៉ុន្តែនៅពេលធ្វើជាវាយទាត់ធាក់មួយសន្ទុះក្រុមមនុស្សទាំងនោះក៏ដកថយទៅឈរជិតនោះទៀតដើម្បីទុកឱកាសឲ្យតៃកុងឡានរបស់លោកគង់សភាលើកលោកគង់សភាចូលម្ដងទៀតហើយពួកអ្នកវាយទាំងនោះហេតុអ្វីបានជាមិន